ខណៈដែលពិភពលោកកំពុងជួបវិបត្តិ COVID-19 ហើយប្រជាជនថៃរាប់លាននាក់កំពុងជាប់ឃុំក្នុងផ្ទះនិងសេដ្ឋកិច្ចកំពុងដុនដាបស្រាប់តែស្ដេចរបស់ពួកគេបែរជាកំពុងសោយសុខនៅក្នុងសន្តាគារលំដាប់ខ្ពស់មួយនៅអឺរ៉ុបជាមួយនឹងស្រីស្នំ20នាក់នេះមិនមែនជារឿងប្រឌិតទេប៉ុន្តែវាជារឿងពិតដែលធ្វើឲ្យពិភពលោកទាំងមូលស្រឡាំងកាំងថ្ងៃនេះយើងនឹងមកបើកកកាយអំពីអាថ៌កំបាំងជាន់ទី4នៃសន្តាគារ Grand Hotel Zone in Bicol ដែលត្រូវបានគេដឹងថាជាវិមានកម្មទាបសម្ងាត់របស់ស្ដេចថៃខណៈដែលសន្តាគារទាំងអស់នៅអាល្លឺម៉ង់ត្រូវបានបញ្ជាឲ្យបិទទ្វារក៏ព្រោះតែវិធានការ lockdown ប៉ុន្តែសន្តាគារផ្កាយ4នេះទទួលបានការអនុញ្ញាតពិសេសមហាក្សត្រថៃរាមាទី10បានជួលសន្តាគារនេះទាំងមូលសម្រាប់ជាទីស្នាក់អាស្រ័យព័ត៌មានពីអ្នកនៅខាងក្នុងបានទម្លាយថាជាន់ទី4នៃសន្តាគារនេះត្រូវបានកែប្រែទាំងស្រុងគ្រឿងសង្ហារឹមមាសប្រាក់និងវត្ថុបុរាណមានតម្លៃរាប់លានដុល្លារត្រូវបានដឹកតាមយន្តហោះពីទីក្រុងបាងកកមកកាន់ទីនេះដើម្បីធ្វើឲ្យស្ដេចអង្គនេះមានអារម្មណ៍ថាដូចនៅក្នុងព្រះបរមរាជវាំងចឹងអ្វីដែលភ្ញាក់ផ្អើលបំផុតនោះគឺវត្តមានរបស់ស្រីស្នំ20នាក់ដែលត្រូវបានគេដាក់ឈ្មោះថាជាកងអង្គរៈពិសេសនេះបើយោងតាមសារព័ត៌មានអាល្លឺម៉ង់បៀលស្រីស្នំទាំងនេះមានលេខកូដសម្គាល់ខ្លួននិងមានឋានន្តរស័ក្តិយោធាខ្ពស់ពួកគេត្រូវបានរាយការណ៍ថាត្រូវបម្រើព្រះអង្គគ្រប់តម្រូវការ24ម៉ោងលើស24ម៉ោងអ្នកកាសែតស៊ើបអង្កេតបានបង្ហើបថានៅក្នុងជាន់ទី4នោះមានការរៀបចំបន្ទប់កំសាន្តដែលសូម្បីតែបុគ្គលិកសន្តាគារជនជាតិអាល្លឺម៉ង់ក៏មិនត្រូវបានអនុញ្ញាតឲ្យចូលទៅជិតដែរនៅពេលដែលព័ត៌មាននេះផ្ទុះឡើងប្រជាជនថៃមានការខឹងសម្បារយ៉ាងខ្លាំងពួកគេនាំគ្នាបង្ហោះ hashtag សួរដេញដោលចំដែលជារឿងមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រថៃសូម្បីតែរដ្ឋាភិបាលអាល្លឺម៉ង់ក៏មានការមិនពេញចិត្តដែររដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់នៅពេលនោះបានប្រមានថាព្រះអង្គមិនគួរដឹកនាំកិច្ចការរដ្ឋរបស់ថៃពីលើទឹកដីអាល្លឺម៉ង់នោះទេរឿងនេះបានក្លាយជាបញ្ហាការទូតដ៏ក្តៅគគុករហូតដល់មានការពិភាក្សានៅក្នុងសភាអាល្លឺម៉ង់ទៀតផងហើយវាបានក្លាយជាវិបត្តិការទូតដ៏រសើបបំផុតរវាងទីក្រុងបេកឡាំងនិងទីក្រុងបាងកកបើទោះបីជាមានការបដិសេធឬការបកស្រាយថាជាការសម្រាប់ព្យាបាលសុខភាពប៉ុន្តែរូបភាពស្ដេចថៃជិះកង់នៅអាល្លឺម៉ង់ជាមួយនឹងស្រីស្នំបានដិតជាប់នៅក្នុងចិត្តប្រជាជនបាត់ទៅហើយតែនេះគឺជាសិទ្ធិផ្ទាល់ខ្លួនរបស់ព្រះមហាក្សត្រឬក៏ជាការមិនទទួលខុសត្រូវចំពោះរាជជីវិតដ៏ហ៊ឺហាននៅជើងភ្នំអាល់នឹងនៅតែជារឿងអាថ៌កំបាំងដែលគេនិយាយតគ្នាជារៀងរហូតចុះអ្នកវិញតើយល់យ៉ាងណាដែរចំពោះជីវិតបែប Playboy របស់ស្ដេចអង្គនេះបញ្ចេញមតិរបស់អ្នកនៅខាងក្រោម